Đó. Tầng Mùi bí bảy Sụt đây bông bông từng ọc nia Sụt đây bà mạng từng ọc nia Sụt đây Và phục mà đáy Để miên côn tụi tốt Từng ọc nia Ngày níខ្ញុំនឹងនិយាយអំពីប្រធានបទមួយដែលសំខាន់ណាស់សម្រាប់ពុកម្ដាយទាំងអស់គ្នារួមទាំងខ្ញុំផងដែរនោះគឺការលេងបែបណាដែលមានប្រយោជន៍ចំពោះកូនប៉ុន្តែការលេងគឺមិនមែនសម្រាប់តែសប្បាយប៉ុណ្ណោះទេការលេងគឺជារបៀបដែលសិក្សាដែលធម្មជាតិតែងតែប្រើប្រាស់សម្រាប់ការអភិវឌ្ឍរបស់កូនរបស់យើងក្មេងៗជាច្រើនបំផុតគឺគេសប្បាយនៅពេលដែលពួកគេលេងក្មេងៗរៀនច្រើនបំផុតនៅពេលដែលពួកគេលេងតើបងប្អូនមានសង្កេតឃើញបែបនេះដែរទេតាមពិតទៅការលេងគឺវាសប្បាយហើយកាលណាសប្បាយគឺជាការរៀនសូត្រតើការរៀនសូត្រនោះទទួលបានជាចំណុចវិជ្ជមានឬក៏អវិជ្ជមានអញ្ចឹងចំណុចខាងក្រោមនេះខ្ញុំនឹងនិយាយអំពីការលេងដែលធ្វើឲ្យមានប្រយោជន៍សម្រាប់កូនរបស់យើងទី1ការលេងដែលធ្វើឲ្យរាងកាយរឹងមាំការលេងធ្វើឲ្យរាងកាយរឹងមាំដូចជាការរត់ការលោតជិះកង់លេងបាល់ឬក៏ស្ទូចត្រីជាដើមតើកូនរបស់លោកអ្នកកូនរបស់បងប្អូនចូលចិត្តលេងបែបណាដែលធ្វើឲ្យរាងកាយរបស់គាត់រឹងមាំការលេងបែបនេះគឺជួយការអភិវឌ្ឍផ្នែករាងកាយកម្លាំងហើយក៏សម្រួលចលនាដៃជើងឲ្យគាត់ពុតដៃពុតជើងធ្វើឲ្យសរសៃរបស់គាត់មានភាពរស់រវើកហើយនឹងធ្វើឲ្យកុមារមានភាពរឹងមាំផងដែរវាក៏ធ្វើឲ្យកូនរបស់យើងមានសុខភាពល្អមានទម្ងន់ត្រឹមត្រូវមានកម្ពស់ត្រឹមត្រូវនិងអាចគ្រប់គ្រងខ្លួនឯងបានល្អផងក្រៅពីនេះការលេងនៅខាងក្រៅផ្ទះក៏ជួយឲ្យកូនរបស់យើងបានយល់បានស្គាល់អំពីធម្មជាតិបានផ្ដោតអារម្មណ៍និងសប្បាយចិត្តផងដែរ2ការលេងបែបច្នៃប្រឌិតតើការលេងបែបណាគឺជាការលេងបែបច្នៃប្រឌិតការលេងបែបច្នៃប្រឌិតដូចជារៀនសិល្បៈគូគំនូរឬលេងដូចកូនរបស់ខ្ញុំនៅក្នុងវីដេអូនេះការលេងបែបនេះជួយដល់កុមារឲ្យមានគំនិតច្នៃប្រឌិតខ្ពស់ការអភិវឌ្ឍការដោះស្រាយបញ្ហាផ្សេងពេលកូនយើងឃើញពេលកូនយើងគិតអំពីរូបរាងឬអ្វីដែលថ្មីគាត់កំពុងតែរៀនយល់អំពីទំហំទិសនិងរបៀបគិតយ៉ាងជាក់លាក់ការដែលគាត់ស្គាល់ទិសខាងលើខាងក្រោមឆ្វេងស្ដាំក៏ជារឿងសំខាន់ដែរសម្រាប់ជីវិតរបស់កុមារវាក៏ជួយឲ្យកូនយើងមានទំនុកចិត្តលើខ្លួនឯងគាត់អាចគិតគាត់អាចនិយាយគាត់ហ៊ានបញ្ចេញគំនិតផ្ទាល់ខ្លួនជាមួយនឹងអ្នកដទៃមិនថាជាកុមារមិនថាជាមនុស្សធំឬក៏ជាមួយនឹងឪពុកម្ដាយរបស់គាត់មកត្រូវតែដៃខ្លួនឯងមួយ3ការលេងបែបសង្គមតើការលេងបែបណាដែលជាការលេងបែបសង្គមដូចជាការលេងជាមួយមិត្តភ័ក្តិបងប្អូនឬឪពុកម្ដាយការលេងជាក្រុមជួយឲ្យកូនរបស់យើងមានការចែករំលែកដូរគំនិតនិងសហការជាមួយអ្នកដទៃការសហការនេះគឺជាចំណុចល្អដោយសារតែខ្ញុំបានសង្កេតឃើញថាបច្ចុប្បន្ននេះកូនគឺមានភាពឯកោមិនសូវលេងជាមួយនឹងអ្នកដទៃពេលខ្លះគាត់អសកម្មចូលចិត្តនៅម្នាក់ឯងដូច្នេះការលេងតាមបែបសហការគឺជាការដែលសំខាន់ដែលឪពុកម្ដាយត្រូវយកចិត្តទុកដាក់កូនអាចរៀបរាប់ពីការរងចាំដោះស្រាយជម្លោះតូចនិងរៀនគោរពច្បាប់ផងដែរវាជាមូលដ្ឋានសម្រាប់ជីវិតនៅក្នុងសង្គមនាពេលអនាគតរបស់គាត់វាជាមូលដ្ឋានសម្រាប់ជីវិតសង្គមនាពេលអនាគតឬពេលដែលគេធំឡើងទាំងនៅផ្ទះនៅសាលារៀននិងសង្គមការងារជាដើមតែគេចំប៉ាវិញ4ការលេងបែបសមាស្រមៃការលេងបែបស្រមើស្រមៃមានដូចជាការលេងធ្វើជាម្តាផ្ទះការលេងដើរតួធ្វើជាគ្រូបង្រៀនដើរតួធ្វើជាគ្រូពេទ្យធ្វើជាមេធាវីឬក៏លេងធ្វើជាម្ដាយលេងធ្វើជាកូនលេងធ្វើជាឪពុករៀនធ្វើជាអ្នកបើកឡានជាដើមការលេងបែបនេះជួយឲ្យកុមារមានភាពស្រមើស្រមៃជួយឲ្យគាត់អភិវឌ្ឍផ្នែកភាសានិយាយជួយឲ្យគាត់
ផ្ដោតអារម្មណ៍ហើយនឹងមានការយកចិត្តទុកដាក់ទៅលើអ្នកដទៃផងដែរព្រោះកូនបានគិតថាគាត់ជាមនុស្សផ្សេងគាត់គឺជាតួអង្គផ្សេងនៅក្នុងខ្លួនរបស់គាត់កំពុងតែរៀនអំពីទូនាទីពីសង្គមនិងបង្ហាញអារម្មណ៍ដោយសុវត្ថិភាពវាជួយឲ្យកូនយើងចេះនិយាយចេះប្រើពាក្យថ្មីវាជួយឲ្យគាត់បានស្គាល់ពាក្យថ្មីបានច្រើនក្នុងរយៈពេលដែលខ្លីជាជាងការដែលយើងអង្គុយប្រាប់គាត់ថាពាក្យនេះឬក៏ពាក្យនោះជាដើម 5. ការលេងបែបសិក្សាដូចជាលេងល្បែងបញ្ចូលតួលេខនិងអក្សររាប់លេខរាប់អក្សរការតម្រៀបអក្សរឬតម្រៀបលេខវាជួយបណ្ដុះគំនិតឲ្យត្រឹមត្រូវការផ្ដោតអារម្មណ៍និងការគិតតាមជំហានការគិតតាមលំដាប់លំដោយជាដើមក្មេងៗអាចរៀនគណិតវិទ្យាសាស្ត្រនិងទំនាក់ទំនងដោយមិនដឹងខ្លួនថាការដែលគេកំពុងតែរៀនផង6. ការលេងជាមួយឪពុកម្ដាយអ្វីដែលមានតម្លៃជាងគេគឺពេលឪពុកម្ដាយចូលរួមលេងជាមួយកូនវាជួយបង្កើតឲ្យមានទំនាក់ទំនងស្និទ្ធស្នាលការទុកចិត្តនិងសេចក្តីសុខក្នុងគ្រួសារប្រសិនបើឪពុកម្ដាយគ្រប់រូបអាចចំណាយពេលពី15ទៅ30នាទីក្នុងមួយថ្ងៃដើម្បីលេងជាមួយកូននោះហើយកូននឹងមានអារម្មណ៍ថាគេត្រូវបានឪពុកម្ដាយស្រឡាញ់និងផ្ដល់តម្លៃឲ្យយ៉ាងខ្លាំងតើប៉ាម៉ាក់ទាំងអស់គ្នាអាចសម័យបានទេថាប៉ាម៉ាក់ឬក៏បងប្អូនទាំងអស់គ្នានៅពេលដែលនៅតូចតើឪពុកម្ដាយរបស់បងប្អូនលេងអ្វីខ្លះជាមួយនឹងបងប្អូននៅផ្ទះជាការសន្និដ្ឋានសម្រាប់ខ្ញុំការលេងគ្រប់ប្រភេទគឺសុទ្ធតែមានតម្លៃប៉ុន្តែអ្វីដែលសំខាន់នោះគឺកូនលេងដោយភាពសប្បាយប្រកបដោយការច្នៃប្រឌិតបណ្ដុះគំនិតថ្មីនិងលេងដោយសុវត្ថិភាពនោះគឺជាគន្លឹះសាមញ្ញប៉ុន្តែវាពិតជាមានប្រយោជន៍សម្រាប់ខ្ញុំគិតថាវាមានប្រយោជន៍ខ្លាំងណាស់សម្រាប់អនាគតរបស់កូនរបស់យើង